ហេតុអីបានជា72ម៉ោងតើមានអីហេតុអីបានជាថៃគិតថាបើអត់មាន snow គ្រាប់កំភ្លើងមួយគ្រាប់សោះនៅក្នុងរយៈពេល72ម៉ោងគឺថៃគឺគេនឹងអាចពិចារណាដោះលែងទាហានយើងទាំង18នាក់ទៀតស្ដាប់ទៅដូចជាធូរចិត្តដែរបងប្អូនព្រោះបើសិនជាយើងអត់មានផ្ទុះអាវុធឬក៏ថាអត់មាន snow គ្រាប់កំភ្លើងបាញ់គ្នានៅក្នុងរយៈពេល72ម៉ោងនេះគឺយើងបានទាហានយើងទាំង18នាក់ដែលខ្មែរយើងទន្ទឹងរង់ចាំយ៉ាងយូរណាស់ព្រោះទាហាន18នាក់នេះគឺជាចំណាប់ខ្មាំងដែលថៃចាប់យកទៅឃុំក្រងខុសច្បាប់យូរថ្ងៃហើយយូរខែហើយប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលថាលក្ខខណ្ឌគឺទាល់តែ72ម៉ោងនេះអត់មាន snow ផ្ទុះគ្រាប់កំភ្លើងមួយគ្រាប់សោះចេញពីខាងភាគីកម្ពុជាទៅគេពិចារណានេះពិចារណាទៅទៀតអត់មានដោះលែងភ្លាមទេពិចារណាដោះលែងទាហានខ្មែរយើងទាំង18នាក់ខ្ញុំជឿថានេះអាចជាលក្ខខណ្ឌកម្ពុជាទាមទារដែរព្រោះអីយើងកម្ពុជាក៏ទាមទារឲ្យទាហានយើងនឹងថៃដោះលែងមកវិញខ្ញុំជឿថាមិនមែនតេថៃដោះលែងទេអញ្ចឹងអាចយើងអាចមានកម្រិតមួយបើទោះខាងកម្ពុជាមិននិយាយអីសោះការសន្និដ្ឋានរបស់ខ្ញុំជឿថាក្រមគណៈប្រតិភូកម្ពុជាច្បាស់ជាតតាំងលើកសំណើសូមឲ្យថៃដោះលែងទាហានខ្មែរ18នាក់សិនដែរហើយយ៉ាងហោចណាស់ក៏បានឲ្យគាត់ចេញមកវិញដែរបើអញ្ចឹងមិនមែនថៃចេញតេមកនិយាយពីរឿងដោះលែងទាហាន18នាក់ក្រោយការអនុវត្តបទឈប់បាញ់សាកល្បង72ម៉ោងនេះឲ្យបានប្រសិទ្ធភាពសិនតាមពិតថៃធ្វើតេស្តគេហៅភាពស្មោះត្រង់ហើយចង់បង្ហាញពិភពលោកឲ្យឃើញថាតើអ្នកណាសម្ោចក្នុងខោឲ្យប្រកាសម្ដងនេះគឺថៃខូចប៉ុន្តែឆ្លាតមែនតើហើយបងប្អូនសាកគិតទៅមើលនៅក្នុងរយៈពេល72ម៉ោងតើគេចាប់អនុវត្តពីពេលណាទៅ72ម៉ោងនេះបើតាមខ្ញុំសន្និដ្ឋានគឺអាចនឹងអនុវត្តត្រឹមម៉ោង10យប់ថ្ងៃទី27ស្អែកនេះ10យប់ថ្ងៃទី27ឬក៏អាច12យប់ចិត្តរំលងអាត្រិតថ្ងៃទី27នៅពេលដែលក្រោយការជួបគ្នារវាងលោកណាត់តភុងណាមផានិចហើយនឹងលោកទាសីហាដែលជារដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជានឹងបានន័យថានៅពេលដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរជួបគ្នាក្នុងក្របខ័ណ្ឌមន្ត្រីកម្ពុជាផ្នែកក្រសួងការពារជាតិនៃក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ស្អែកនេះបានន័យថានៅយប់ស្អែកហ្នឹងម៉ោង10យ៉ាងយូរខ្ញុំគិតថាគួរតែមានការអនុវត្តបទឈប់បាញ់នឹងដោយភាគីកម្ពុជាទៅមុនហើយបងប្អូនដោយសារតែថៃគេចាំមើលការពិតថៃក៏ត្រូវតែឈប់បាញ់ដែរប៉ុន្តែគេចាំមើលការឈប់បាញ់ពីកម្ពុជាហើយទៅគេថាបើសិនជាមានបទឈប់បាញ់ទៀតគឺគេវាយគ្នាឡើងវិញទៀតអត់មានវិលទៅរកការបទឈប់ហើយថៃគេលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះហ្នឹងគឺថាអូគេបានក្បាលមីក្រូណាគេប្រាប់សហគមន៍អន្តរជាតិថាថៃគឺជាអ្នកស្រឡាញ់សន្តិភាពគេគោរពតាមកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមរបស់ទីក្រុងកូឡាលំពួរនឹងយូរហើយគេធ្វើតែអញ្ចឹងតាកម្ពុជាទេដែលស្រមោចក្នុងខោដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ទាហានថៃនិងបូរណភាពដែនអធិបតេយ្យរបស់ថៃដែលថៃត្រូវតែវាយដណ្ដើមយកឲ្យបានហើយបង្ក្រាបឲ្យតដៃថៃអត់បានអាហ្នឹងដោយសារតែរឿងគេចោទមកថាទាហានខ្មែរយើងខាងកម្ពុជាយើងថាស្រមោចក្នុងខោទៀតតាមពិតគេទេមិនមែនតែស្រមោចក្នុងខោទេបងប្អូនវាចូលដល់អម៉ាល់ក្នុងខោទៀតព្រោះគឺថានៅអត់ស្ងៀមខ្លាំងមែនតើប៉ុន្តែឥឡូវគេចាប់ផ្ដើមកែប្រវត្តិសាស្ត្រហើយកែការយល់ឃើញរបស់សហគមន៍អន្តរជាតិដោយសារតែគេគេថាកម្ពុជាព្រមតាមសំណើធ្វើ72ម៉ោងសាកល្បងឃើញថៃធ្វើបាបផ្លូវចិត្តកម្ពុជាមួយត្រង់ថាឲ្យយើងអនុវត្ត72ម៉ោងបានន័យថាម៉េចបងប្អូន3ថ្ងៃជាប់គ្នាបើយប់3ថ្ងៃសិនបើយើងធ្វើមិនបានទេអាហ្នឹងគេចាំឲ្យសហគមន៍អន្តរជាតិមើលយើងហើយហេតុអីបានខ្ញុំថាថៃធ្វើស៊ីអារម្មណ៍កម្ពុជាយ៉ាងនេះម្ដងទៀតបងប្អូនអា72ម៉ោងហ្នឹងខ្ញុំសប្បាយចិត្តយ៉ាងហោចណាស់ក៏មានបទឈប់បាញ់យ៉ាងហោចណាស់ក៏សប្បាយកុំឲ្យប្រជាពលរដ្ឋលោកបារម្ភណាស់ប្រជាពលរដ្ឋជនភៀសសឹកទាំងខ្មែរទាំងថៃរត់ប្រសាច់ខ្វះទឹកខ្វះផុកអូយពិបាកវេទនាភ្នែកណាស់លោកអើយ50ឆ្នាំក្រោយសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាប្រជាពលរដ្ឋខ្មែរមើលទៅដូចនៅក្នុងរបប79អញ្ចឹងកាន់ផ្តិលកាន់អីអើយរកម្មភ្នែកណាស់បងប្អូនយើង50ឆ្នាំក្រោយសង្គ្រាមយើងមើលទៅដូចយើងឃើញកំពុងតែកើតឡើងកាលសម័យ79នាំគ្នាកាន់ផ្តិលកាន់អីទៅទទួលយកអំណោយពីកបាក់ក្រហមឬក៏សប្បុរសជនវេទនាអីយ៉ាងនេះបងប្អូនវេទនាភ្នែកមែនតើអាសូរបងប្អូនប្រជាពលរដ្ឋកម្ពុជាដែល50ឆ្នាំនៅក្នុងការដែលរួចពីសង្គ្រាមវិលទៅរកគ្រាន់តែមានផ្ទុះគ្រាប់បែកក្ដួងគឺយើងឃើញថាយើងវេទនានៅដដែលយើងវេទនាទាំងសង្គ្រាមវេទនាទាំងជីវភាពឥឡូវនេះគឺ72ម៉ោងហ្នឹងដូចខ្ញុំនិយាយអញ្ចឹងថាវាដូចគ្នានឹងកម្ពុជាប្រកាសមុនអញ្ចឹងថាយើងឈប់បាញ់ពួកអីគេតាមឃ្លាំមើលយើងតែណាស់ហើយកុំទៅរករឿងកម្ពុជាអីបងប្អូនសំខាន់វាបានបត់ឈប់បាញ់គ្នាមួយប៉ុន្តែសំណួរសួរទៅវិញចេះថាយើងអ្នកណាអាចអនុវត្តរឿងនេះបានហើយបើថៃគេចាំតែអង្គុយមើលថាបើលឺផ្ទុះក្ដួងទៀតយើងគេរករឿងយើងតើធ្វើបាបផ្លូវចិត្តទាហានកម្ពុជាយើងដល់ណាទៀតយើងមករំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាគ្រប់ចំណុចនៅព្រំដែនយកប្រាសាទខ្មែរយកទៅគ្រប់គ្រងបាញ់ខ្ទេចខ្ទីរំលាយរូបបដិមាព្រះវិស្ណុនៅច្រកអានសេះលើកទង់ជ័យនៅអូភ្លុកដំរីថ្មដាប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំភ្នំទ្របតាថាវផ្ទ
តែបីកន្លែងផ្សេងទៀតដែលខ្ញុំរៀបរាប់មិនអស់ទេវាច្រើនណាស់ឥឡូវនេះភូមិព្រៃច័ន្ទនិងភូមិជោគជ័យបងប្អូនប្រជាពលរដ្ឋខ្លោចផ្សាររត់ចោលផ្ទះសម្បែងអស់ថ្ងៃនេះរត់ក្រោះថៃចូលទៅបុកបាញ់រះចូលក្នុងភូមិប្រជាពលរដ្ឋធ្វើដូចសមរភូមិក្តៅដែលដីដូនតាពួកគាត់ទុកពីអង្កលអញ្ចឹងដែលជាដីរបស់ខ្មែរដែនអធិបតេយ្យរបស់ខ្មែរគ្រាប់បែកផ្លោងទម្លាក់ពី F16 ស្រោចយើងដំបងឃើញថៃបញ្ចេញយន្តហោះតេហាសំទោសតេ50តេហារបស់កូរ៉េខាងត្បូងមកប្រហែលជាថៃផ្អាកការបាញ់របស់ F16 មករយៈសិនដឹងហើយឃើញប្រតិកម្មអត់យកមកដាក់ឯង30-40គ្រាប់ទៀតថ្ងៃហ្នឹងគ្រាប់ផ្លោងចូលភូមិព្រៃច័ន្ទហើយភូមិជោគជ័យបើតាមក្រសួងការពារជាតិរាយការណ៍ថ្ងៃហ្នឹងមានមិនតិចជាង360គ្រាប់ទេបងប្អូនគឺសន្ធាប់ជាសមរភូមិក្តៅខ្ទេចខ្ទីភូមិឋានប្រជាពលរដ្ឋរស់នៅស៊ីវិលឥឡូវថៃគេប្រាប់ថាគេគ្រប់គ្រងបានអាភូមិព្រៃច័ន្ទហ្នឹងនិងភូមិជោគជ័យទាំងស្រុងហើយនិងភូមិមួយក្បែរហ្នឹងទៀតដែលថៃចិញ្ចឹមចិត្តចង់គ្រប់គ្រងយកបានអស់ហើយគាត់ថាថៃគេប្រកាសដែរសមរភូមិដល់ក្តៅថ្ងៃនេះគឺមានទាហានថៃ3នាក់ស្លាប់បាត់បង់ជីវិតនៅឯភូមិជោគជ័យអាចនឹងមកពីការបាញ់សន្ធាប់របស់ BM21 របស់កម្ពុជាដែរហើយគេយកឱកាសហ្នឹងដើម្បីកោលទោសកម្ពុជានៅការស្លាប់ទាហានគេអានេះគេកោលទោសយើងនៅពេលចូលមកលួចមន់យើងហើយឆក់សេភ្លើងងាប់អានេះចូលដល់ធွာនឹងដែរនិយាយទៅយើងឬក៏ចូលមកចំប៉ះអ្នកគេការពារធុងមន់ទាត់ធាក់ទៅឆ្អល់ចុកទៅក៏ដាច់ខ្យល់ស្លាប់ទៅឥឡូវមករករឿងម្ចាស់ផ្ទះដែលការពារទ្រព្យទៅវិញហើយគេប្រកាសប្រាប់កោលទោសយើងមកចូលលួចទ្រព្យយើងស្លាប់ទាហានខ្លួនឯងដោយសារតែការម្ចាស់ទ្រព្យការពារឥឡូវមកកោលទោសម្ចាស់ទ្រព្យថាធ្វើឲ្យទាហានថៃស្លាប់ពលីដើម្បីបុព្វហេតុជាតិមាតុភូមិទាហានថៃសប្តាហ៍នេះស្លាប់អត់ខុសពីទាហានរុស្ស៊ីដែលទៅឈ្លានពានអ៊ុយក្រែនទេសហគមន៍អន្តរជាតិគេកោលទោសថាអ្នកទៅបំពេញឈ្លានពានគេពិភពលោកគេមិនចង់ឲ្យមានការស្លាប់ទេប៉ុន្តែគេថាធ្វើអ្មេចហេតុអីបានជាអ្នកឯងចូលទៅឈ្លានពានទឹកដីរបស់គេសំតែនឹងស្លាប់អីចឹងទៅមកដល់ម៉ោងហ្នឹងយើងនៅតែយកគ្រាប់សំណយកមកដោះស្រាយចង់កណ្ដងដោះស្រាយបញ្ហាតើនឹងមានការឈឺផ្សានឹងស្លាប់មនុស្សច្រើនប៉ុណ្ណាទៀតទៅឥឡូវហេតុអីបានខ្ញុំនិយាយថាធ្វើស៊ីអារម្មណ៍កម្ពុជាម្លេះលក្ខខណ្ឌ72ម៉ោងដែលថៃដាក់នេះគឺបានន័យថាកម្ពុជាបើតាមអ្វីដែលថៃប្រាប់ថាព្រមព្រៀងហើយនៅតែរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហានិងលោកណាត់តភុងចុះហត្ថលេខាចេញជាសេចក្តីថ្លែងការណ៍រួមនៅថ្ងៃស្អែកនឹងតែប៉ុណ្្នឹងទេអញ្ចឹងយើងចាំមើលថាតើសេចក្តីថ្លែងការណ៍រួមក្រៅតែពី72ម៉ោងហ្នឹងមានចងលក្ខខណ្ឌអីផ្សេងទៀតទេហើយយ៉ាងម៉េចអីទៀតហើយតើនឹងវិលទៅរកការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ពេលណាហើយនឹងអាចទៅរួចទេបងប្អូនខ្ញុំថាស៊ីអារម្មណ៍ហ្នឹងអញ្ចឹងថៃចូលមកទន្ទ្រានឈ្លានពានដីយើងគ្រប់គ្រងស្ទើរគ្រប់កន្លែងទាំងអស់បោះលេនឋានដាក់បាវខ្សាច់បន្លាលួសយកមកថែមគ្រប់កន្លែងរួចទៅប្រាប់ខ្មែរយើងថាណែតាហ៊ានបាញ់តដៃតាមអាគ្រាប់ចាប់ពីថ្ងៃស្អែកទៅនេះថ្ងៃ27ខែធ្នូនេះទៅឧទាហរណ៍ខ្ញុំអត់ទាន់ដឹងម៉ោងទេប៉ុន្តែខ្ញុំសន្និដ្ឋានថាអាចម៉ោង10ឬក៏ម៉ោង12កណ្ដាលអាទិត្យថ្ងៃទី27ហ្នឹងបើមានផ្ទុះគ្រាប់អីទៀតគឺថៃគឺគេនឹងបៃសន្ធាប់កាន់តែថែមយកកាន់តែច្រើនទៀតហើយអត់ចប់ទេសង្គ្រាមហ្នឹងទម្លាក់គ្រាប់អីទៀតចឹងតើអយុធធម៌ប៉ុណ្ណានៅពេលដែលយើងវាយគ្នាដេកដួលដុតផ្ទះគ្នាឆេះអស់នេះរះព្រាត់ប្រាស់យកដីយកធ្លីខ្ទប់មាត់គ្នាអត់ឲ្យតដៃរំលោភគ្នាទាំងកំរោលទប់មាត់គ្នាមិនឲ្យតដៃមិនឲ្យរាយការណ៍មិនឲ្យប្តឹងមិនឲ្យធ្វើអីទាំងអស់តើបេះដូងទាហានថៃឬក៏មន្ត្រីនយោបាយថៃនឹងសាងពីអីឲ្យប្រកាសតើយើងដាក់ឲ្យកម្ពុជានេះស្ថិតនៅក្នុងស្ថានភាពបាក់មុខអីក៏សម្បើមម្លេះខុសអីនៅពេលដែលកម្ពុជាផ្លោង BM21 ទៅភ្នំទ្របភ្នំ350ប្រាសាទតាកបីឬក៏តំបន់ច្រកអានសេះដែលថៃកំពុងតែបោះលេនឋានឬថ្មដាឬភូមិផ្ទះ3ខ្នងលាក់នឹងលាក់ដែលថៃដណ្ដើមបានហ្នឹងហើយយើងវាយដណ្ដើមមកវិញដើម្បីការពារដែនអធិបតេយ្យតើខ្មែរអត់មានសិទ្ធិទេឬនៅក្នុងការដណ្ដើមដែនអធិបតេយ្យមកវិញហើយបើមិនដណ្ដើមពេលនេះដណ្ដើមពេលណាព្រោះថៃចូលមកយករូងថ្លើមប្រមាត់ខ្មែរអស់បែបនេះហើយយើងអត់ឲ្យតដៃហើយនៅពេលដែលតដៃយើងយកលេសថាយើងអត់បានអនុវត្តតាមកិច្ចព្រមព្រៀង72ម៉ោងដែលគេកំណត់ព្រោះយើងបាញ់តដៃគេហើយអ្នកណាទៅវាស់គ្រាប់កាភ្លើងដែលមិនដឹងថាបើថៃផ្លោងគ្រាប់ឥឡូវខ្ញុំនិយាយឲ្យស្មោះហើយខ្ញុំនិយាយថាដំណោះស្រាយដល់លំបាកនេះគឺពិបាកដោះស្រាយនេះគឺអញ្ចេះកម្ពុជាទាហានខ្មែរនៅជួរមុខកំពុងតែស្លាប់យុទ្ធមិត្តរួមអាវុធរបស់ខ្លួនយ៉ាងច្រើនប្រជាពលរដ្ឋស៊ីវិលក៏ស្លាប់ហើយដីដែលត្រូវគេទន្ទ្រានលេនឋានជំរំយោធាបន្ទាយដែលខ្លួនមានគេវាយខ្ទេចខ្ទីគេគ្រប់គ្រងយកអស់ហើយយើងរត់ខ្ចាត់ខ្ចាយហើយឲ្យយើងអត់តដៃអីសោះដើម្បីដណ្ដើមកាន់កាប់ទឹកដីរបស់យើងវិញពីប្រជាមិត្តនេះហើយទៅយើងយកលេសហ្នឹងថាបើតដៃគឺអា72ម៉ោងហ្នឹងនឹងរលាយខ្សលតើវាអយុត្តិធម៌ប៉ុណ្ណាបងប្អូនយើងសាកគិតទៅមើលអយុត្តិធម៌មែនតើហើយបើបងប្អូនយុទ្ធមិត្តយើងស្ងាត់អាវុធណាហើយទ្រាំតាមអ្វីដែលថៃ
ធ្វើគឺយើងបានតែរឿងមួយយ៉ាងទេបានហើយលែងមានការបាញ់គ្នាចោះដែនអធិបតេយ្យរបស់កម្ពុជានៅឯណាតើទាហានដែលខំពាក់លីនឹងនឹងត្រូវគេថ្កោលទោសប៉ុណ្ណាទៅអ្នកដែលនៅសេសសល់នឹងថាយើងបណ្ដោយឲ្យថៃឈ្លានពានដែនអធិបតេយ្យរបស់យើងហើយយើងមិនអាចទាំងវាយបាញ់តដៃគេផងហើយគេចាប់ផ្ដើមគ្រប់គ្រងនៅពេលដែលមានបទឈប់បាញ់ចោះជាធរមានទៀតឬក៏ថាសេចក្តីថ្លែងការណ៍រួមអ្នកណានៅណាអ្នកណានៅណានៅហ្នឹងអ្នកណានៅណានៅហ្នឹងគឺឃើញថៃចាប់ផ្ដើមខ្ទប់ដង្ហើមយើងថាអាចុងក្រោយហ្នឹងគឺគេទុកពេលឲ្យយើងអត់បាញ់ព្រោះគេឈរជើងយើងអាចដណ្ដើមគេឲ្យបានទៀតទេព្រោះម៉ោងនេះតែយើងដណ្ដើមគេគឺគេចោទថាយើងសម្ោចក្នុងខោហើយសហគមន៍អន្តរជាតិនិងអយុត្តិធម៌សម្រាប់ខ្មែរមួយអង្គុយចាំមើលថាចាំមើលណាសម្ោចក្នុងខោឲ្យប្រកាសចង់បានសន្តិភាពឬក៏ចង់បានអីបងប្អូនវាជាប៉មនឹងក្រូចខ្ញុំនិយាយថាប៉មនឹងក្រូចហ្នឹងកម្ពុជាពិតជាចង់បានសន្តិភាពបាត់ឈប់បាញ់មែនហើយប៉ុន្តែវាអត់អាចលាយគ្នានៅក្នុងការដែលឈប់បាញ់ហើយអត់អាចតដៃថៃដើម្បីដណ្ដើមអាដីយើងដែលគេឈ្លានពានទន្ទ្រានយកនេះហើយអត់ឲ្យតដៃសោះហើយដល់ពេលតដៃបែរទៅគេបិទមាត់តទៅទៀតតើសហគមន៍អន្តរជាតិលេបចូលដែរទេហើយតើរដ្ឋាភិបាលកម្ពុជាមានមុខអីទៅបកស្រាយសម្រាប់ប្រជាពលរដ្ឋខ្មែរជាង17លាននាក់អំពីថាយើងអត់មានជំរឿសអីក្រៅពីមិនអាចតដៃគេទេព្រោះតែតដៃគេវាយថែមអញ្ចឹងអ្វីដែលគេគ្រប់គ្រងឲ្យគេទៅខ្ញុំមិននិយាយថាយើងឲ្យគេទៅទេណាប៉ុន្តែលក្ខខណ្ឌនេះគឺយើងអាចតតាំងអីគេបានផងហ្នឹងអញ្ចឹងបានន័យថាគេបោះលេនឋានគេជីកលេនឋានអស់គឺចប់ហើយអស់ត្រឹមប៉ុណ្្នឹងហើយយើងច្បាស់ជាត្រូវអារឿងនេះគឺជារឿងមួយអកុសលមែនតើបងប្អូនអញ្ចឹងបានខ្ញុំបាននិយាយពីដើមមកថាពេលដែលមានអ្នកនយោបាយស្មោកគ្រោកគឺអំពើអយុត្តិធម៌នឹងកើតឡើងយ៉ាងពេញទំហឹងហើយនៅពេលដែលអំពើអយុត្តិធម៌នឹងកើតឡើងគឺវាអត់មានទេសុខសន្តិភាពអត់មានទាំងផ្លូវកាយអត់មានទាំងផ្លូវចិត្តហើយខ្ញុំនិយាយនេះគឺយោងទៅអ្វីដែលកើតឡើងនៅកម្ពុជាយើងកាលពីសម័យដែលគេរំលាយគណៈបកសង្គ្រោះជាតិឡើងវិញបងប្អូនខ្ញុំនិយាយរឿងនេះនឹងនិយាយដដែលដោយសារអីវាជាអំពើមួយដែលអយុត្តិធម៌បំផុតដែលខាងមន្ត្រីអាជ្ញាធរកម្ពុជារំលាយគណៈបកសង្គ្រោះជាតិហើយបំផ្លាញឆន្ទៈប្រជាពលរដ្ឋជិត3លាននាក់ហើយយើងបង្កើតឲ្យមានច្បាប់ថ្មីកែរដ្ឋធម្មនុញ្ញកែអីដើម្បីធ្វើទុកបុកម្នេញជនដែលជាជនរងគ្រោះហ្នឹងឲ្យคล้ายទៅជាជនរងគ្រោះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដើម្បីបំផ្លាញឲ្យខ្ទេចខ្ទីហើយធ្វើឲ្យប្រជាពលរដ្ឋយល់ថាអ្នកទាំងអស់នេះអត់អាចមកតដៃអីបានទេព្រោះធ្វើច្បាប់បង្ក្រាបរំលាយពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់ចាប់ដាក់គុកទាំងអយុត្តិធម៌ហ្នឹងក៏រំលាយគណៈបកគេទៀតទៅមេដឹកនាំណាដែលបង្កើតថ្មីដែលតឡាការខាត់ទោសផ្ដំទាជាតន់ដិតអីហ្នឹងដែលគិតថាតន់ដិតគឺកាយច្បាប់ហ្នឹងថាអ្នកណាជាប់ពាក់ព័ន្ធនឹងតន់ដិតគឺត្រូវតែរំលាយគណៈបកអ្នកឯងចង់និយាយទៅគឺអត់ឲ្យងើបខ្លួនរួចហើយចាប់មនុស្សដាក់គុកដាក់ច្បាក់ហើយដោយអត់មានណាគេហៅថាភាពយុត្តិធម៌ដល់ទៅពេលគេប្រជាពលរដ្ឋអ្នកដែលជាជនរងគ្រោះដំបូងឡើយគេរំលាយគណៈបកសង្គ្រោះជាតិទៅតវ៉ាអត់បានផលគេចាប់ក្រុមអ្នកតវ៉ាដាក់គុកអស់ទៅយូរលែងតវ៉ាឲ្យគេដូចថាផ្ដាល់សង្គ្រោះជាតិឲ្យមកវិញគឺតវ៉ាឲ្យដោះលែងអ្នកទោសនៅក្នុងឃុំហ្នឹងតវ៉ាអ្នកដោះលែងនៅក្នុងឃុំនឹងអត់បានគេចាប់អាអ្នកតវ៉ាទៅទៀតអ្នកជាប់គុកនោះចិត្តតែជាប់គុកឥឡូវមកតវ៉ាដោះស្រាយដោះលែងអ្នកតវ៉ានឹងវិញអញ្ចឹងអ្នកតវ៉ាផ្សេងទៀតជាប់គុកមកតវ៉ាឲ្យដោះលែងអ្នកតវ៉ានឹងវិញអញ្ចឹងអារឿងសង្គ្រោះជាតិដែលគេរំលាយទាំងអយុត្តិធម៌នឹងឆ្ងាយទៅកប់4និយាយទៅគឺកប់ច្រើនជាន់ទៅក្រោមទៅមកចេញយូរនាំគ្នាមកដោះស្រាយរឿងប្រព័ន្ធយុត្តិធម៌អ្នកក្រោយទៅជាប់គុកនេះវិញទៀតហើយដល់អញ្ចឹងទៅការដោះលែងក៏អត់បានដោះលែងជាប់គុកជាប់គុកយូរអារឿងធំហ្នឹងវាចិត្តទៅកប់ជ្រៅយើងមកដោះស្រាយអារឿងស្អីដែលពវៀងដានអញ្ចឹងនេះគឺជានយោបាយស្មោកគ្រោកមែនតើដែលយើងឃើញកើតឡើងនៅប្រទេសកម្ពុជាបងប្អូនយើងឃើញនយោបាយស្មោកគ្រោកណាស់ដែលយើងធ្វើបាបខ្មែរគ្នាឯងនៅស្រុកខ្មែរនេះតែឥឡូវហ្នឹងស្រាប់តែមកថៃធ្វើចំពោះយើងហេតុអីខ្ញុំនិយាយអញ្ចឹងថៃឈ្លានពានកម្ពុជាអ្នកណាក៏ដឹងដែរថៃឈ្លានពានកម្ពុជាតើតែពេលផ្លោងក្របមកទន្ទ្រានដីខ្មែរយកគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាទាំងអស់នៅតំបន់ព្រំដែនដែលថៃចង់បានមានមហិច្ឆតាគ្រប់គ្រងបំផ្លាញខ្ទេចខ្ទីអស់ហើយស្រាប់តែបង្កើតឲ្យមានលក្ខខណ្ឌមួយគឺឈប់បាញ់គ្នា72ម៉ោងហើយឲ្យខ្មែរអនុវត្តហើយបើខ្មែរហ៊ានតវ៉ាគឺថៃទៅបាញ់គ្នាឡើងវិញអញ្ចឹងសប្ងៃយើងអត់អាចនឹងទៅតវ៉ាអីមកទាមទារដែនដីយើងដែលបាត់នឹងបានទេបងប្អូនយើងសប្ងៃកំពុងតែតតាំងនៅអ្វីដែលគេបង្វែងព្រឹត្តិការណ៍ដោយអ្វីដែលកើតឡើងនៅក្នុងរឿងគណៈបកសង្គ្រោះជាតិអញ្ចឹងអាសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិហ្នឹងគឺបាត់គេធ្វើឲ្យបាត់ភ្លេចតែម្ដងគឺមកនិយាយតែពីរឿងអ្នកជាប់ឃុំចាប់អ្នកជាប់ឃុំដាក់បន្តទៀតធ្វើច្បាប់កែទៀតដោះស្រាយគណៈបកនេះគេរំលាយតវ៉ារឿងគណៈបកនេះអញ្ចឹងសកម្មជននឹងរត់ចោលស្រុកតវ៉ាចាប់អ្នកសកម្មជននេះអញ្ចឹងទៅចោះដោះស្រាយវល់តែរឿងក្រោយនេះអានោះកប់ជ្រៅទៅអំពើអយុត្តិធម៌ហ្នឹងកាន់តែជ្រៅទៅដល់យូរមកត្រូវគ្នាបន្តិចបន្តួចអីសម្របសម្រួលអីនៅខាងលើណាអាខាងនោះចោលអស់លេងព្រោះអីយើងអត់អាចទៅដោះស្រាយគេពវៀងឲ្យដាច់ភឹងអញ្ចឹងមកនេះគឺជាតាក់ទិក classic បងប្អូន
classic ហ្នឹងគឺបានន័យថាគឺគេពង្រៀងសភាពការឲ្យឆ្ងាយមកប្រជាពលរដ្ឋដំបងតវ៉ាខ្លាំងពីរឿងចង់បានសង្គ្រោះជាតិមកវិញតវ៉ាអត់បានមកតវ៉ាសុំឲ្យដោះលែងអ្នកជាប់ឃុំតវ៉ាអ្នកដោះលែងអត់ជាប់ឃុំអត់បានតវ៉ាឲ្យដោះលែងអ្នកតវ៉ាអ្នកជាប់ឃុំដល់ពេលតវ៉ាអ្នកដោះលែងអ្នកតវ៉ាឲ្យជាប់ឃុំអត់បានមកតវ៉ាសុំសម្រួលត្រឹមឲ្យអ្នកដែលរត់ទៅខាងក្រៅប្រទេសហ្នឹងអាចវិលចូលទៅស្រុកខ្មែរវិញបានទៅកុំឲ្យជាប់ទោសអីចឹងនិយាយទៅគឺកាន់តែស្រាលទៅហើយអាបញ្ហាដោះស្រាយអត់ត្រូវកន្លែងលំមាស់ហ្នឹងសោះឥឡូវថៃគេធ្វើអញ្ចឹងចំពោះខ្មែរយើងបងប្អូនឈឺចាប់ទេរឿងអាខ្មែរយើងសន្តោសខ្ញុំមិនប្រើពាក្យថាអាទេខ្ញុំចង់និយាយថាអាករណីដែលគេធ្វើបាបខ្មែរយើងខ្មែរគ្នាឯងហ្នឹងយើងឈឺចាប់វាជារឿងសាច់ឯងប៉ុន្តែឥឡូវគេធ្វើយើងឈឺចាប់ប៉ះពាល់ដល់ដែនអធិបតេយ្យរបស់យើងតើយើងឈឺចាប់ប៉ុណ្ណាបងប្អូនយើងគិតមើលឥឡូវហ្នឹងអត់ឲ្យយើងតវ៉ាអីទាំងអស់ហើយឥឡូវបើបាញ់តែមួយគ្រាប់ទៀតគឺគេថាយើងបំបែកអា72ម៉ោងហ្នឹងគឺគេបាញ់កាន់តែស្រោចអញ្ចឹងបានន័យថាម៉េចយើងទទួលយកលក្ខខណ្ឌមួយដើម្បីឲ្យឈប់បាញ់ហើយបើសិនជាយើងតតាំងគឺបានន័យថាយើងអាចដណ្ដើមដីអញ្ចឹងដីទាំងអស់ហ្នឹងវាទៅឯណាបងប្អូនរឿងនេះគឺជារឿងមួយដែលពិបាកបំផុតសម្រាប់រដ្ឋាភិបាលកម្ពុជាសពថ្ងៃក្រោមការដឹកនាំរបស់ត្រកូលហ៊ុនណាហើយក៏ពិបាកបំផុតសម្រាប់រដ្ឋាភិបាលណាទាំងអស់ដែលអះអាងថាអាចនឹងទៅដឹកនាំប្រទេសនេះហើយនឹងដោះស្រាយបញ្ហាជាមួយថៃបានណាអ្នកមកពីស្រុកយៈណាក៏ពិបាកដែរហើយខ្ញុំនិយាយនេះអត់មែនបន្តិចផ្អាក់បងប្អូនបើថាមិនអោយតស៊ូប្រឆាំងជាមួយថៃនឹងការឈ្លានពានទេកុំបោះបង់ការតស៊ូនឹងចោលឲ្យសោះត្រូវតែកោតទោសឲ្យរដ្ឋាភិបាលថៃអ្នកនយោបាយថៃហើយនឹងយោធាថៃទទួលខុសត្រូវចំពោះមុខជាប្រវត្តិសាស្ត្ររឿងបទអក្រិតសង្គ្រាមបទអក្រិតប្រឆាំងមនុស្សជាតិការឈ្លានពានដែនអធិបតេយ្យកម្ពុជាការរំលោភសម្លាប់ប្រជាពលរដ្ឋខ្មែរនឹងទាហានយើងយ៉ាងរង្គាលគឺអត់ត្រូវរួចខ្លួនសូម្បីតែក្នុងតម្លៃណាក៏ដោយយើងត្រូវតែតាំងចិត្តឲ្យច្បាស់លាស់ថាថៃទោះជាស្រុកមានសន្តិភាពមានអីក៏ដោយអត់ត្រូវរួចខ្លួនតតែសោះចំពោះការប្រព្រឹត្តនេះបើមិនដូច្នេះទេគឺយើងនឹងចារជាប្រវត្តិសាស្ត្រថាយើងអនុញ្ញាតឲ្យថៃជន់ឈ្លីយើងបានទាំងក៏ក្លឿនហើយយើងនឹងបាក់មុខជាប្រវត្តិសាស្ត្រថាយើងចុះចាញ់ថៃដោយអត់តដៃអីសោះយើងតដៃអស់ចិត្តអីគ្រឿងសព្វាវុធយើងតដៃមិនឈ្នះគេប៉ុន្តែយើងនៅអាវុធដែលមុតស្រួចបំផុតគឺអាវុធនៅតុលាការយុតិធធម៌អន្តរជាតិនិងអាវុធនៅតុលាការព្រហ្មទណ្ឌអន្តរជាតិដែលពីរនេះគឺដាច់ខាត់អ្នកដែលមានឈាមជ័រជាខ្មែរបើទោះរដ្ឋាភិបាលកម្ពុជាមានបញ្ហាអីយើងអត់ដឹងតែគាត់អត់ដាក់ប្តឹងគឺយើងអត់អាចបិទភ្នែកចិត្តបានទេបងប្អូនម្ដងទៀតម៉ោងនេះកុំសួរថារដ្ឋាភិបាលកម្ពុជាអាចធ្វើអីបានសម្រាប់ជាតិយើងកុំបាច់ពឹងគាត់ទៀតបានហើយតែត្រូវសួរយើងអ្នកជាខ្មែរម្នាក់នេះតើយើងធ្វើអីបានដើម្បីជួយទប់កុំឲ្យថៃលេបត្របាក់ទឹកដីដែលថៃទន្ទ្រានឈ្លានពានបានហើយឲ្យថៃទទួលខុសត្រូវចំពោះការប្រព្រឹត្តបំពាននេះទោះក្នុងតម្លៃណាក៏ដោយគឺតស៊ូមតិផ្លូវអហិង្សាកុំប្រើកម្លាំងប្រដាប់អាវុធអីមិនឈ្នះថៃទេមួយម៉ោងពេលនេះយើងត្រូវការរួមជាតិយើងឲ្យខ្លាំងហើយបើអ្នកណាក៏ដោយចិញ្ចឹមចិត្តបំផ្លាញខ្មែរគ្នាឯងអ្នកនោះឯងគឺបំផ្លាញជាតិយើងហើយ